ហើយពីសម័យខ្មែរក្រហមបានបញ្ចប់ទៅប្រជាជនរបស់យើងក៏បានមកជួបជុំគ្រួសារវិញយ៉ាងសប្បាយរីករាយហើយក៏មានបងប្អូនខ្លះទៀតដែលបានបាត់បង់សមាជិកគ្រួសារពួកគាត់ពិតជាពិបាកទទួលយកខ្លាំងណាស់ហើយការពីចំនួននោះទៀតសោតតាឈឿនតាដួងតាឌីនិងទ័ពរំដោះផ្សេងទៀតបានជំរុញប្រជាជនមកច្រើនណាស់ហើយរំលងច្រើនខែក្រោយពីទទួលបានការរំដោះមកតាឈឿនរួមនឹងតាឌីតាដួងគឺពួកគាត់បានមករស់នៅផ្ទះជិតគ្នាហើយផ្ទះនោះគឺគាត់សង់នៅបណ្ដោះសំទេកាលនោះតាឈឿនគឺគាត់មានកូនស្រីម្នាក់ហើយចំណែកតាដួងគាត់មិនទាន់មានទេហើយបើនិយាយពីតាឌីវិញគឺគាត់មិនទាន់មានប្រពន្ធឡើយគឺគាត់រស់នៅតែម្នាក់ឯងទេហើយការជួបគ្នារបស់គាត់គឺនៅក្នុងព្រៃឯនោះគឺកំឡុងការដែលខ្មែរក្រហមដោបក្តាប់អំណាចបានហើយចំណែកឪពុកម្ដាយនិងមាមីងគឺពួកគាត់មិនទាន់រកឃើញទេព្រោះទើបតែចម្លៀសមកព្រោះពួកគាត់គិតថាចាំឲ្យស្រុកទេសបានសុខសាន្តបន្តិចទៀតចាំតាមរកក៏មិនអីដែរហើយក្រឡេកមកមើលតាយើងទាំង3វិញភាគច្រើនគាត់មិនសូវបាននៅផ្ទះទេគឺគាត់ឧស្សាហ៍ទៅបន្ទាយច្រើនជាងចំណែកប្រពន្ធរបស់គាត់ទាំងពីរគឺនៅចាំផ្ទះធម្មតាព្រោះការនោះមិនសូវជាស្ងប់ស្ងាត់ទេដោយសារមានបងប្អូនខ្លះគាត់មកសង់ផ្ទះបណ្ដោះអាសន្ននៅចិត្តពួកគាត់ដែរតតែរៀងដល់យប់ប្រហែលជាម៉ោង6ទើបពួកគាត់ត្រឡប់មកពីបន្ទាយទៅផ្ទះដើម្បីសម្រាកហើយផ្ទះបណ្ដោះអាសន្នរបស់គាត់ពេលនោះគឺនៅខេត្តកំពង់ស្ពឺយ៉ាងនឹងឯងហើយនៅក្បែរភូមិតូចរបស់គាត់នោះគឺមានវត្តមួយតែខ្ញុំសុំមិនបញ្ចេញឈ្មោះនោះទេព្រោះវត្តនេះគឺនៅដល់សប្តាហ៍ថ្ងៃហើយគាត់បាននិយាយថាឲ្យតែយប់ឡើងម៉ោង8យប់មិនទាន់ទេប្រពន្ធរបស់តាឈឿននិងកូនស្រីបានប្រាប់ថាពេលដែលចុះទៅងូតទឹកតែងតែឃើញភ្លើងហោះចេញពីវត្តចូលទៅក្នុងផ្ទះមួយនៅខាងលិចភូមិរហូតហើយឃើញមិនមែនភ្លើងមួយដុំឯណាពេលខ្លះឃើញ 4-5 ភ្លើងឃើញជារបៀបអណ្ដាតភ្លើងតែម្ដងហើយភាគច្រើនឃើញនៅក្នុងថ្ងៃសុក្រតាឈឿនគាត់ក៏បាននិយាយប្រាប់ទៅប្រពន្ធកូនថាបើឃើញកុំនិយាយប្រាប់អ្នកណាវាជារឿងរបស់គេព្រោះគេមិនបានមកប៉ះពាល់យើងឡើយគាត់ហាក់បីដូចជាចង់លាក់បាំងអ្វីម្យ៉ាងមិនឲ្យប្រពន្ធកូនដឹងហើយក៏គុំទៅចេះដឹងរឿងគេរបៀបថាគឺសុំតែសុខនិយាយទៅមិនមែនមានតែមួយគ្រួសារគាត់ទេដែលឃើញគឺគេឃើញគ្រប់តែគ្នានឹងគ្រាន់តែគេមិនមាត់ព្រោះសម័យនោះគឺគេខ្លាចរឿងមន្តអាគមរឿងអំពើអាបធ្មប់នេះណាគាត់ថាថ្ងៃមួយពេលដែលការងារក្នុងបន្ទាយចប់សពគ្រប់ខាងមេបញ្ជាការរបស់គាត់ក៏ឲ្យពួកគាត់សម្រាករហូតដល់1ខែជាងគ្រាន់តែថាមួយអាទិត្យគឺត្រូវចូលជួម្ដងអីអញ្ចឹងទៅពួកគាត់ក្រោយពីទំនេរពីការងារខែប្រាំងចូលមកដល់ពួកគាត់ជាមួយអ្នកភូមិប៉ុន្មានគ្រួសារទៀតក៏បបួលគ្នាដើម្បីទៅរកត្រីហើយការរកត្រីរបស់ពួកគាត់មិនមែនទៅទន្លេអ្វីទេគឺពួកគាត់ត្រូវចូលទៅទន្ទ្រានកូនព្រៃស្ដុកមួយកន្លែងដែលនៅជិតភូមិរបស់ពួកគាត់ព្រោះថានៅក្នុងនោះមានស្រះទឹកធំៗពីរជាប់គ្នាបំណងរបស់ពួកគាត់គឺទៅបាចទឹកនិងចាប់ត្រីក្នុងស្រះនោះតែម្ដងពួកគាត់ថាបើតាមគិតគឺទឹកមិនសូវច្រើនទេព្រោះវាជាខែប្រាំងព្រោះថាទឹកដែលហូរចេញពីដៃព្រែកនៅខែវស្សាពេលដែលវាពេញកាលណាតែងតែហូរទៅកាន់ទីនោះគឺវាហូរនាំដោយទាំងកូនត្រីទៅទៀតផងហើយពេលដែលសម័យខ្មែរក្រហមចូលមកដល់ទីនោះគឺមិនមានអ្នកណាចូលទៅទៀតឡើយដោយសារតែវាជាព្រៃក្រាស់ខ្ញែសទើបមិនមានអ្នកណាចាប់អារម្មណ៍ហើយដោយសារទីនោះទុកចោលច្រើនឆ្នាំពួកគាត់គិតថាទីនោះប្រកាសជាសម្បូរត្រីហើយជាពិសេសគឺត្រីធំតែម្ដងតែពួកគាត់មិនទាន់ចូលទៅភ្លាមទេគឺចាស់មួយចំនួនគឺត្រូវមកពិភាក្សាគ្នាសិនព្រោះស្រះនោះមាន2គឺត្រូវចែកគ្នាដោយសារការចូលទៅនោះគឺមាន10គ្រួសារជាងគ្រាន់តែថាភាគច្រើនទៅតែម្នាក់ទេគឺតំណាងមួយគ្រួសារដូចនេះមួយស្រះត្រូវចូលទៅ5នាក់ហើយរឿងបានត្រីប៉ុណ្ណាចាំចូលមកភូមិវិញចាំគិតទៀតពេលនោះតាទាំង3គាត់នៅអង្គុយស្ដាប់គេព្រោះថាគាត់គឺជាអ្នកចំណូលថ្មីដែរគាត់មិនហ៊ានអាកាត់ឡើយគឺឲ្យចាស់លោកពិភាក្សាគ្នាសិនហើយអ្នកនៅក្នុងភូមិនោះអ្នកណាក៏គេដឹងដែរថាពួកគាត់គឺជាទាហានតែពួកគាត់មិនប្រកាន់ខ្លួនឡើយម៉ោងការងារផ្សេងម៉ោងសម្រាប់គឺផ្សេងពួកគាត់ពិភាក្សាគ្នារួចហើយក៏បំបីគ្នាទៅផ្ទះរៀងខ្លួនលុះពេលទៅដល់ផ្ទះតាឈឿនជាមួយតាដួងតាឌីក៏មកអង្គុយហូបតែក្តៅនៅលើគ្រែមុខផ្ទះរបស់តាឈឿនព្រោះថាផ្ទះរបស់ពួកគាត់គឺនៅជាប់គ្នាហើយមានតែផ្ទះរបស់តាឈឿនទេដែលមានគ្រែនៅខាងមុខពួកគាត់ហូបតែក្តៅនឹងជក់បារីស្លឹកនិយាយគ្នាលេងរហូតបែកអូហូស្ទឹងទៅដល់រឿងមួយដែលប្រពន្ធរបស់គាត់បានឃើញភ្លើងហោះចេញពីវត្តចូលផ្ទះមួយដែលនៅខាងលិចភូមិនោះតាឌីក៏បាននិយាយថាគឺគាត់ស្គាល់គ្រូនឹងឈ្មោះតាមន់គាត់ចាំបានថាតានឹងពីមុនគឺនៅកងពលជាមួយគាត់តានឹងពីមុនគាត់គ្រាន់តែជាគ្រូថ្នាំខ្មែរគ្រូមើលជំងឺធម្មតាទេតែឮថាឥឡូវគាត់ទទួលដោះអំពើធ្វើអំពើទៀតផងហើយកាលពីប្រហែលថ្ងៃមុនឮកូនសិស្សលោកក្នុងវត្តបានប្រាប់ថាគ្រូនឹងយប់ឡើងឲ្យតែថ្ងៃពេញបោគាត់តែងតែចូលទៅក្នុងវត្តកណ្ដាលយប់ដើម្បីទៅយកកាក់ក្នុងវត្តខ្មោចហើយហេតុអ្វីបានជាគាត់និយាយបែបនេះព្រោះវត្តនោះមានកន្លែងដង្កល់រក្សាសពដូចនៅប្រទេសថៃអញ្ចឹងលោកត្រាតែសាច់ញាតិគេមកទើបគេយកសាកសពទៅដុតបូជាឬយកទៅបញ្ចុះហើយគ្រូនឹងជាមួយកូនសិស្សគេ2នាក់តែងតែនាំគ្នាទៅយកកាក់ក្នុងវត្តខ្មោចរហូតជាពិសេសគឺគេយកទៀនទៅរោលយកខ្លាញ់ខ្មោចនឹងឯងអញនឹកឃើញពេលណាគឺព្រឺក្បាលខ្លាំងណាស់ចំណែកលោកដែលនៅក្នុងវត្តនោះក៏មិនដឹងធ្វើយ៉ាងណាដែរព្រោះគាត់នៅឆ្ងាយពីកន្លែងដង្កល់សពភាគច្រើនមានតែក្មេងៗដែលវានៅវត្តទេវាបានឃើញផ្ទាល់នឹងភ្នែកតាដួងពេលនោះក៏បាននិយាយថាអញ្ចឹងតាបានជាអ្នកភូមិតែងតែឃើញភ្លើងហោះចេញពីវត្តចូលទៅផ្ទះនឹងរហូតពេលនោះតាឈឿនហូបតែក្តៅហើយក៏និយាយថា
ឲ្យគេធ្វើអីក៏ធ្វើទៅរឿងគេកុំឲ្យតែគេមកប៉ះពាល់ដល់យើងមុនឬធ្វើបាបអ្នកភូមិទៅតាឌីពេលនោះក៏និយាយថាបើតាមអញដឹងទៀតដូចជាមិនទាន់មានលឺអ្នកភូមិណាត្រូវអំពើគ្រូនឹងទេឃើញតែអ្នកភូមិទៅពឹងគ្រូនឹងឲ្យដាក់ស្នេហ៍បញ្ចុះសារការតែប៉ុណ្ណោះក្រោយពីនិយាយគ្នាបានមួយសន្ទុះពួកគាត់ក៏នាំគ្នាចូលសម្រាមព្រោះថាស្អែកត្រូវនាំគ្នាទៅចាប់ត្រីផងលុះព្រឹកឡើងម៉ោងប្រហែលជា5ព្រឹកពួកគាត់10នាក់ជាងក៏នាំគ្នាដើរសម្ដៅទៅកូនព្រៃនោះតែម្ដងដោយមានឈ្នាងមានធុងនិងរបស់រកត្រីមួយចំនួនទៀតហើយពួកគាត់ទៅនេះមិនមែនចិត្តចង់ដើរទេដោយសារភូមិគាត់ពេលនោះមិនទាន់មានគោក្របីឡើយដោយបងប្អូនបានដឹងស្រាប់ហើយព្រោះទៅបែកពីសង្គ្រាមមិនមែនថាមិនមានសោះទេគឺមានតែអ្នកភូមិដែលនៅជាប់ភូមិរបស់គាត់តែប៉ុណ្ណោះពួកគាត់ក៏នាំគ្នាដើរទៅដោយមានអង្គនិងរបស់របរមួយចំនួនដើរស្ពាយឡើងសំពីសំពងហើយការដើរចេញពីភូមិទៅនេះរយៈពេលតែ1ម៉ោងជាងតែប៉ុណ្ណោះគឺទៅដល់មាត់ព្រៃតូចនោះហើយគាត់ថាពេលដើរទៅដល់ទីនោះគឺដោយលោកតាម្នាក់នៅក្នុងក្រុមនិយាយពិតមែនគឺព្រៃនោះក្រាស់ខ្ញាស់សុទ្ធតែជាប្រភេទវល្លិពួកគាត់មិនចាំយូរឡើយក៏នាំគ្នាដាក់អីវ៉ាន់ទៅម្ខាងនិងជួយគ្នាកាប់ឆ្កាត្រួសត្រាយផ្លូវដើម្បីចូលទៅកន្លែងស្រះទឹកនោះគាត់ថាទីនោះគឺសម្បូរសម្បុកអង្ក្រងណាស់ពួកគាត់ដែលឆ្កាព្រៃនោះរអ៊ូរហូតកាប់ទៅពេលខ្លះក៏ជួបពស់ជួបអីតែសត្វទាំងអស់នោះក៏វាមិនបានមកចឹកឬក៏មកយាយីពួកគាត់ដែរវាកិច្ចពួកគាត់រហូតហ្នឹងគាត់ថាឆ្ការហូតដល់ម៉ោង10ព្រឹកពួកគាត់ក៏នាំគ្នាចូលទៅដល់កន្លែងស្រះទឹកនោះព្រោះថាកន្លែងខ្លះក៏ស្រួលកាប់កន្លែងខ្លះក៏ពិបាកហើយណាមួយពួកគាត់មានគ្នារហូតដល់10នាក់ជាងដូចនេះមិនសូវជាមានបញ្ហាឡើយពេលដែលទៅដល់គាត់ថាស្រះទឹកទាំងពីរនោះគឺឡើងខៀវនិងសុទ្ធតែស្លែព្រោះថាមិនដែលមានអ្នកណាដងឬក៏ចោះទៅឡើយហើយមកលុបឡើងត្រជាក់នៅទីនោះពួកគាត់ក្រោយពីមកដល់ទីនេះពួកគាត់សម្រាកមួយផ្លែតរួចក៏នាំគ្នាដាំបាយដាំអីនិងអាំងត្រីញឹកដែលយកមកពីផ្ទះអ្នកខ្លះក៏ខ្ចប់ប្រហុកឆៅប្រហុកអីមកដែរបន្ទាប់ពីដាំបាយដាំអីហើយពួកគាត់ក៏នាំគ្នាហូបនិងពិភាក្សាអំពីគម្រោងដែលត្រូវធ្វើបន្ទាប់ហើយបើសិនជាការងារមិនហើយអាចនឹងសម្រាកនៅទីនេះមួយយប់ក៏អាចថាបានព្រោះពួកគាត់ក៏យកកន្ទេលយកអីមកដែរចាស់ពីដើមគាត់មានគំនិតណាស់ហើយណាមួយព្រៃនោះក៏មិនមែនជាព្រៃធំដុំអីដែលត្រូវដេកនៅលើដើមឈើអីដែរគឺព្រៃនៅជាប់ភូមិតែប៉ុណ្ណោះពួកគាត់ថាបាច់តែ 3-4 ម៉ោងជាងទេគឺរីងអស់ហើយដោយសារតែខែប្រាំងវារីងខ្លាំងគួរសមហើយត្រូវបានពួកគាត់បាច់ទៀតគឺសល់តែភក់បាត់ស្រះតែប៉ុណ្ណោះពួកគាត់ថាត្រីធំណាស់ជាពិសេសគឺត្រីរស់ចាប់បានតែម្ដងលុះពួកគាត់ចាប់ដល់ម៉ោងប្រហែលជា5ល្ងាចមេឃក៏រីងងឹតដោយសារតែពួកគាត់នៅក្នុងម្លប់ឈើបន្ទាប់មកពួកគាត់ក៏នាំគ្នាឈប់ចាប់និងឡើងមកលើគោកហើយក៏ដាក់ត្រីដែលរកបានចូលរណ្ដៅមួយដែលពួកគាត់ជីកនិយាយទៅគាត់ជីកមិនសូវធំទេរណ្ដៅនោះគឺត្រឹមចង្កេះហើយដាក់ទឹកចូលដើម្បីកុំឲ្យត្រីងាប់បន្ទាប់មកបុរសដែលចំណាស់ជាងគេក្នុងក្រុមក៏បបួលពួកគាត់ចេញទៅផ្ទះទាំងល្ងាចតែម្ដងដំបូងគិតថាដេកនៅទីនេះមួយយប់តែមើលទៅព្រៃនេះមុខច្រើនណាស់គឺមិនអាចនៅបានយូរឡើយព្រោះខ្លាចគ្រុនឈាមគ្រុនចាញ់ពួកគាត់ក៏យកវល្លិដើម្បីធ្វើមាត់ត្រីហើយក៏រើអីវ៉ាន់ដើរចេញមកតែម្ដងគាត់ថានៅតាមផ្លូវព្រៃចំនួននោះស្ងាត់ណាស់ណាមួយទៅបែកពីសម័យសង្គ្រាមអញ្ចឹងខ្លាចតែមានចៅព្រៃចៅអីទេជាពិសេសគឺខ្លាចខ្មែរក្រហមលាក់ខ្លួនក្បែរម្ដុំនោះព្រោះពួកគេចេញប្លន់ស្បៀងអ្នកភូមិតែពេលយប់ទេនៅតាមផ្លូវមកវិញឮតែសំឡេងឆ្កែលូឲ្យត្រហឹងគ្នា10នាក់ជាងនោះគឺមានពិលតែមួយទេគឺជាពិលទាហានរបស់បុរសម្នាក់ដែលមកជាមួយនោះពួកគាត់ថានៅអមសងខាងផ្លូវតាមវាលស្រែនោះដូចជាមានមនុស្សកំពុងតែកាប់ដីដូចជាមានមនុស្សកំពុងតែស្ទូងស្រូវអញ្ចឹងទាំងធៀបពិតគឺជាខែប្រាំងហើយនៅលើផ្លូវមកវិញនោះមានតែពួកគាត់10នាក់តែប៉ុណ្ណោះហើយត្រូវដើរបន្តកន្ទុយគ្នាទៀតព្រោះផ្លូវមានតែល្មមសម្រាប់មនុស្សដើរបានតែម្នាក់តែប៉ុណ្ណោះដូចនេះត្រូវដើរបន្តកន្ទុយគ្នាទៅបានកំពុងតែដើរនោះតាដួងក៏សឹបប្រាប់តាឈឿនព្រោះតាឈឿនដើរខាងមុខគាត់គឺតាដួងនិយាយថាអាឈឿនហើយមានអារម្មណ៍ដូចអញអត់តាឈឿនក៏តបថាអញឃើញអស់ហើយតាមមើលសុទ្ធតែជាមនុស្សដែលស្លាប់ដោយសារការធ្វើពលកម្មខ្លាំងពេកក៏ទៅពួកនេះអាក្រក់ណាស់ប្រើគ្នានឹងដូចសត្វធាតុដល់ថ្នាក់ខ្លួនស្លាប់ហើយនៅមិនទាន់ដឹងថាខ្លួនឯងស្លាប់ទៀតលោកពេលដើរមកដល់កន្លែងមួយក៏មានផ្លូវបំបីជា3តាដួងក៏សួរទៅបរោះចំណាស់ដែលជាអ្នកនាំផ្លូវមកដំបូងនោះបរោះនោះក៏តបទាំងរដាក់រដប់ថាគឺផ្លូវខាងឆ្វេងពួកគាត់ពេលនោះក៏មិនបានចាប់អារម្មណ៍ដែរព្រោះគាត់ថាបរោះនេះប្រហែលជាស្គាល់ផ្លូវច្បាស់ណាមួយគាត់ជាអ្នកដើរនាំមុខគេរហូតតាំងពីដំបូងដូចនេះត្រូវតែដើរតាមគាត់លុះពេលដើរចូលទៅគាត់ថាផ្លូវចាប់ដើមស្ងាត់ទៅហើយថែមទាំងមានព្រៃចេកព្រៃអីដុះតាមផ្លូវទៀតផុតផ្លូវចេកក៏មានចំការពោតហើយហួសពីចំការពោតនឹងទៀតក៏ស្រាប់តែដល់ភូមិមួយភូមិនោះគឺមានមនុស្សប្រហែលជា10គ្រួសារជាងតាឈឿននិងតាដួងមើលមុខគ្នាព្រោះក្នុងចិត្តរបស់គាត់ទាំងពីរគឺដឹងថាតានឹងប្រហែលជានាំពួកគាត់មកខុសផ្លូវហើយព្រោះការមកពីព្រឹកគឺមិនមានភូមិមនុស្សរស់នៅទេនៅតាមផ្លូវនេះគាត់សម្លឹងមើលទៅលើផ្ទះគឺឃើញម្ដាយកំពុងបញ្ចុកបាយកូនឃើញតាចាស់ឈរគោស្គរថ្នោតទាំងយប់ហើយថែមទាំងមានមនុស្សកំពុងជួលមន់ទៀតផងតែមើលទៅអ្នកភូមិទាំងនោះដូចជាមិនបានសម្លឹងមកមើលពួកគាត់នោះទេបរិសុទ្ធចំណាស់ម្នាក់ដែលនាំផ្លូវពួកគាត់មកនោះគាត់ក៏ឈប់នឹងបានប្រាប់ពួកគាត់ថាអោះចូលទៅសួរផ្លូវអ្នកជួលមន់បន្តិចទៅព្រោះថាយប់ហើយទូគាត់ជាមនុស្សស្គាល់ផ្លូវច្បាស់ក៏មើលមិនឃើញផ្លូវដែរស្មានហ្នឹង
ពេលនោះក៏មានបងប្អូនដែលមកជាមួយខ្លះពួកគាត់ក៏រអ៊ូតែពេលនោះតាឈឿនក៏បានប្រាប់ទៅគេថាកុំបន្ទោសគាត់អីព្រោះដូចតែអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយផ្លូវគឺមានតែមួយខ្សែហើយដើរតម្រង់ជួរគ្នាទៀតហើយមានផ្លូវរហូតទៅដល់បំបីជា3ហើយយើងសុទ្ធតែជាមនុស្សចំណូលថ្មីក៏មានរឿងអីបន្តិចបន្តួចបន្ទោសគ្នានោះក៏เลยតែមើលតាឌីវិញគាត់អត់មានមាត់កអីទេហើយដើរនៅចុងកន្ទុយគេទៀតមកដល់ត្រឹមនេះទើបគាត់ចាប់អារម្មណ៍មិត្តភក្តិនឹងដើរទៅឈរពីក្រោយគាត់វិញព្រោះយប់ប្រលប់ខ្លាចមានគ្រោះថ្នាក់ពេលដែលពួកគាត់ចូលទៅសួរនោះមនុស្សទាំងអស់ហ្នឹងក៏បានងាកមកសម្លឹងមើលមុខពួកគាត់គ្រប់គ្នាគេសម្លឹងមកដោយក្រសែភ្នែកចម្លែកតែម្ដងរួចពួកគេដូចជាមិនបានតបនឹងពួកគាត់ឡើយគេក៏ចង្អុលទៅទិសម្ខាងទៀតបរិះនោះមិនច្បាស់គេក៏សួរបញ្ជាក់តែមានអីពេលនោះភូមិដែលពោពេញទៅដោយមនុស្សស្រាប់តែខ្លាចជាវាលកប់ខ្មោចហើយសុទ្ធតែជាព្រៃស្ដុកពេលហ្នឹងពួកគាត់ក៏មកឈរចិត្តគ្នាអ្នកខ្លះក៏ភ័យស្រែករកតែបទោទេតែសរសើរពួកគាត់ទោះជួបរឿងបែបហ្នឹងក៏មិនរត់ចោលគ្នាដែរព្រោះគាត់ថាសម័យខ្មែរក្រហមគួរឲ្យខ្លាចជាងនឹងទៅទៀតចាស់ពីចំនួនហ្នឹងពួកគាត់មិនសូវជាខ្លាចប៉ុន្មានទេគ្រាន់តែគាត់រៀនញញើតមួយសន្ទុះស្រាប់តែឮសំឡេងបំពេកូនចេញពីភ្នូខ្មោចម្នាក់សម្លឹងរកមើលប្រភពសំឡេងហើយសួយអីពេលហ្នឹងគឺពិលមានតែមួយទៀតពេលនោះតាឈឿនគាត់ក៏ទាញពិលពីដៃបរិះម្នាក់នោះរួចគាត់ក៏បញ្ចាំងទៅភ្នូមួយស្រាប់តែបានឃើញនារីម្នាក់ចងពងឈរបំពេកូនបែកក្នុងដាក់ពួកគាត់ពេលនោះម្នាក់ស្រាប់តែចាប់ផ្ដើមខ្លាចក្រោយមកតាឈឿនក៏បានប្រាប់ឲ្យបងប្អូនទាំងអស់គ្នាតាំងអារម្មណ៍ឡើងពេលនោះគាត់ក៏បានអោនក្បង់ដីមួយក្តាប់រួចគាត់ក៏សូត្រនៅមុនគាថារបស់គាត់ហើយក៏រយទៅលើដីបន្ទាប់មកខ្មោចដែលឈរបំពេកូននោះស្រាប់តែរលាយបន្តិចម្ដងរហូតដល់តែមើលលែងឃើញម្នាក់ក្រោយពីឃើញគាត់ពូកែបែបនេះគេក៏មកចាប់អារម្មណ៍នឹងគាត់វិញពេលហ្នឹងគាត់ក៏បាននិយាយថាឲ្យដើរទៅខាងនេះវិញគឺត្រូវដើរបកក្រោយបន្តិចរួចចាំបត់ឆ្វេងពេលនោះពួកគេក៏ស្ដាប់តាមគាត់ហើយក៏នាំគ្នាដើរទៅគាត់ថាពិតជាដូចគាត់និយាយពិតមែនដើរបានតែមួយសន្ទុះធំក៏សម្លឹងឃើញដំបូលវត្តគឺពួកគាត់ដឹងថាគឺចិត្តដល់ភូមិវិញហើយក្រោយពីពួកគាត់មកដល់ក្នុងភូមិវិញម្នាក់បះសក់អស់ហើយរួចពួកគាត់មុនពេលដែលបំបីផ្លូវគ្នាគឺចែកត្រីគ្នាសិនពេលចែករួចរាល់ក៏នាំគ្នាចូលទៅផ្ទះរៀងខ្លួនពេលដែលចូលទៅដល់ផ្ទះតាឈឿនគាត់មិនបាននិយាយរឿងនេះប្រាប់ទៅប្រពន្ធគាត់ឡើយព្រោះខ្លាចកូនគាត់ខ្លាចប្រពន្ធរបស់គាត់ពេលនោះក៏មិនចាំយូរឡើយណាមួយត្រីងាប់អស់ផងគាត់ក៏ប្រលះងៀតទាំងយប់តែម្ដងតាឈឿនដោយអស់កម្លាំងគាត់ក៏ទៅងូតទឹកហើយក៏ឡើងទៅលើផ្ទះសម្រាប់តែម្ដងទៅគាត់ថាយប់នោះគាត់យល់សពចម្លែកណាស់គឺយល់សពឃើញតាឌីគេចាប់ចងផ្អោបទល់ខ្នងជាមួយសសរមួយដើមហើយគេយកគាត់ទៅដាក់នៅកណ្ដាលភូមិហើយក៏ឃើញមានបុរសចំណាស់ម្នាក់កាន់ដាវហើយជិះសេះខ្មៅក្រឡឹងជុំវិញតាឌីក៏លែកមើលទៅតាឌីវិញនៅលើខ្លួនរបស់គាត់គេវាយដាច់គោលមួយទឹកឡើងពេញខ្លួនហើយឈាមស្រក់មកតក់ហើយបុរសនោះគាត់មើលមុខមិនសូវច្បាស់ឡើយតែគាត់ចំណាំថាតានឹងមានសាក់រូបយន្តនៅលើខ្នងដៃពេលនោះគាត់ក៏ភ្ញាក់ទាំងបែកញើសជោគពេញខ្លួនទើបគាត់ដឹងថាគ្រាន់តែជាការយល់សប្តិហើយមេឃក៏ភ្លឺឡើងហើយមុតរងាវបាត់ទៅហើយបន្ទាប់មកគាត់ក៏ចុះមកលុបមុខលុបអីជាធម្មតាតាឈឿនឲ្យតែព្រឹកឡើងសម្រាប់ពីការងារក្នុងជួរទាហានគាត់គឺតែងតែមកអង្គុយហូបតែក្តៅជុំគ្នាជាមួយចាស់ក្នុងភូមិរួមជាមួយតាដួងតាឌីរហូតសម្លឹងមើលទៅក្នុងភូមិវិញទោះភូមិគាត់រៀងតូចពិតមែនតែសម្រាប់ទឹកចិត្តគឺមិនចាញ់ភូមិគេផ្សេងឡើយអ៊ំស្រីពេលព្រឹកមុននឹងចេញទៅលក់នំលក់អីគឺគាត់តែងតែឲ្យពួកគាត់ដែលជាចាស់ក្នុងភូមិហូបរហូតហ្នឹងហើយកាលពីចំនួននោះការដែលខ្ញុំចាំគឺគេដូរជាមួយនឹងអង្គនឹងឯងហើយគាត់ថាថ្ងៃនេះដូចជាមិនបានឃើញតាឌីចេញមកហូបតែក្តៅជាមួយគេសោះតាឈឿនពេលនោះគាត់ក៏និយាយរឿងយល់សប្តិការពីយប់ប្រាប់ទៅអ្នកដែលកំពុងហូបតែក្តៅហើយពួកគាត់ក៏នាំគ្នាស្ដាប់ទាំងយកចិត្តទុកដាក់គាត់និយាយរួចតាដួងក៏បាននិយាយថាតិចអាឌីវាមានបញ្ហាអីទៅព្រោះថានេះដូចជាប្រភ្នូលមិនល្អឡើយគាត់រាប់ដៃរាប់ជើងមើលឃើញថាតាឌីក៏ដូចជារិស័យដាក់ណាស់ពេលហ្នឹងបរិះចំណាស់ម្នាក់កំពុងហូបតែជាមួយគាត់នោះក៏និយាយឡើងថាខ្ញុំដូចជាចាប់អារម្មណ៍នឹងបរិះម្នាក់ដែលជិះសេះហើយមានសាក់នៅក្នុងដៃនោះបន្ទាប់មកគាត់ក៏វាយក្រសែភ្នែកទៅផ្ទះតាមន់ដែលជាផ្ទះដែលអ្នកភូមិតែងតែឃើញភ្លើងហោះចូលនោះឯងបន្ទាប់មកពួកគាត់ក៏ដើរសម្ដៅទៅគោះទ្វារផ្ទះហៅតាឌីតែពិតទៅផ្ទះរបស់គាត់នៅជាប់គ្នាទេគ្រាន់តែថារៀងឃ្លាតបន្តិចដំបូងពេលគោះនោះដូចជាមិនមានអ្នកបើកសោះហើយគាត់ក៏រុញមួយទំហឹងចូលពេលដែលចូលទៅដល់ភ្លាមសមាទោសគឺឃើញតាឌីដេកស្ដុកស្ដឹងហើយនៅលើកន្ទេលស្លឹករបស់គាត់សុទ្ធតែឈាមដំបូងពួកគាត់គិតថាតាឌីស្លាប់បាត់ហើយតែដល់ស្ទាបដង្ហើមទៅគឺនៅរស់ទេគ្រាន់តែគាត់សន្លប់ហើយឈាមដែលនៅលើកន្ទេលនោះគឺគាត់បានក្អួតកំឡុងពេលដែលគាត់នៅមានស្មារតីពេលហ្នឹងតាឈឿនក៏ស្រែកហៅប្រពន្ធឲ្យដាំទឹកមួយឆ្នាំងចំណែកពួកគាត់ក៏លើកបីតាឌីឲ្យដេកទៅម្ខាងហើយក៏យកកន្ទេលដែលប្រឡាក់ឈាមនោះចេញបន្ទាប់មកគាត់ក៏ពិនិត្យមើលអាការៈនិងជំងឺរបស់គាត់ឃើញថាដូចជាមិនមានជឿអ្វីទេតែតាឌីដូចជាមានអ្វីមួយយ៉ាងរត់នៅក្នុងពោះរហូតតាឈឿនក៏និយាយថាទី1វាត្រូវអំពើរបស់គេហើយទី2អាចនឹងវាជន់ស្អីនៅកន្លែងរកត្រីកាលពីម្សិលមិញក្រោយពីទឹកក្តៅបានមកដល់គាត់ក៏ដួសនឹងត្រឡោកហើយទុកឲ្យវាក្តៅអ៊ុនបន្ទាប់មកគាត់ក៏សូត្របាលីគាថារបស់គាត់ចូលទៅហើយក៏យកទៅបញ្ច្រកតាឌីដំបូងគាត់មិនទាន់អីទេតែមួយសន្ទុះគាត់ស្រាប់តែងើបអង្គុយឆ្ងក់ហើយក៏ក្អួតចេញមកទៀត
គាត់ថាមើលទៅក្នុងក្អួតរបស់តាឌីគឺមានស្បែកក្របីមួយដុំគឺវាមិនទាន់រីកធំទេពួកគាត់ពេលនោះក៏អង្គុយមើលមុខគ្នាព្រោះដឹងច្បាស់ហើយថាគាត់គឺត្រូវអំពើគេ 100% ពេលនោះតាឌីគាត់ក៏សន្លប់វិញហើយយាយរបស់ខ្ញុំប្រាប់ទៀតថាតាឈឿនគាត់ក៏កាច់ស្លឹកដែលប្រក់ជាប់ជញ្ជាំងនោះយកទៅឆ្កឹះឃើញថាស្បែកក្របីនោះចាសតយន់គាត់ពេលនោះក៏លើកដៃប្រណម្យហើយសូត្ររហូតទាល់តែស្បែកក្របីនោះកើតទៅជាកន្លងហើយក៏ហោះទៅបាត់តាដែលមកជាមួយនោះគឺឃើញគ្រប់គ្នាប៉ុន្តែគេមិនមាត់នោះឡើយបន្ទាប់មកគាត់ក៏លាងឈាមលាងអីឡើងស្អាតហើយរួចក៏ឲ្យតាឌីដេកយកកម្លាំងចំណែកពួកគាត់ចាស់ក៏មកអង្គុយពិភាក្សាគ្នានៅក្បែរជញ្ជាំងដំបូងលោកតាម្នាក់ក៏និយាយថាឥឡូវយើងទៅចាប់តានឹងសួរតែម្ដងទៅអីមិនដេញចេញពីភូមិតែម្ដងទៅតែក៏ត្រូវបានតាដួងនិយាយថាមិនបានទេបងយើងមិនមានផុសតាំងអីដែលអាចចោទគេបានឡើយណាមួយរឿងយល់សប្តិរបស់អាឈឿនគឺគ្រាន់តែជាការយល់សប្តិយើងមិនអាចយកជាការបានឡើយហើយបើយើងទៅចាប់គេយកមកក៏មនុស្សមួយចំនួនគេមិនគ្រប់គ្រងដែរព្រោះអ្នកភូមិខ្លះគេតែងតែទៅពឹងពាក់គ្រូនោះឲ្យដាក់ស្នេហ៍ដាក់អីរហូតហ្នឹងកំឡុងពេលដែលនិយាយគ្នានោះតាឌីក៏ភ្ញាក់មកហើយក៏ទាហូបទឹកពេលហូបទឹកហើយតាឈឿនក៏ប្រើឲ្យប្រពន្ធដាំបបរក្តៅៗមករួចពួកគាត់ក៏សួរទៅតាឌីថាបានធូរខ្លះឬនៅតាឌីក៏បានតបថាគាត់រៀងធូរខ្លះហើយក្នុងពោះរបស់គាត់កាលពីព្រឹកមិញដូចជាមានអ្វីនៅក្នុងនឹងអញ្ចឹងតែពេលនេះគាត់ធូរច្រើនណាស់ពេលនោះក៏មានបរិសម្នាក់សួរថាឌីឯងកើតអីបានដល់ថ្នាក់ហ្នឹងហើយរឿងហេតុដំបូងវាយ៉ាងម៉េចតាឌីងើបមកអង្គុយផ្អែកនឹងកេះដែកដែលសម្រាប់ដាក់ខោអាវហើយក៏និយាយឡើងតិចៗថាកាលពីយប់មិញគឺគាត់អង្គុយវះងៀតត្រីនៅខាងក្រោមផ្ទះគាត់ធ្វើត្រីសុកចង្គៀងរបស់គាត់ក៏អស់ប្រេងហើយគាត់ក៏ឡើងទៅលើផ្ទះដើម្បីយកប្រេងបន្ថែមហើយពេលដែលគាត់ចុះមកវិញនោះស្រាប់តែបានឃើញតាមុនដែលគេល្បីថាជាគ្រូអាគមនោះបានដើរជាមួយកូនសិស្សរបស់គេ2នាក់សម្ដៅទៅក្នុងវត្តគាត់ពេលនោះក៏ស្រាប់តែមានគំនិតចង់ចេះចង់ដឹងរឿងរបស់គេហើយគាត់ក៏ដើរទៅតាមពួកគេតែម្ដងទៅគាត់ថានៅតាមផ្លូវស្ងាត់ណាស់ឮតែសំឡេងឆ្កែព្រុសឡើងពេញភូមិហើយគ្នារបស់គេពេលនោះគឺដើរកាន់ទៀនម្នាក់មួយដើមនិងស្ពាយថង់យាម2ទៅតាមខ្លួនចំណែកគាត់វិញចេះតែដើរទៅតាមរហូតពេលដែលពួកគេងាកក្រោយម្ដងគាត់សឹងតែរៀននោមដាក់ខោព្រោះគាត់ថាភ័យណាស់តែដោយអំណាចចង់ដឹងចង់ឮគាត់ក៏ដើរទៅតាមទៀតពេលដែលចូលទៅដល់ក្នុងវត្តពួកគេក៏ដើរសំដៅទៅកន្លែងដង្កល់សពពេលនោះគាត់ក៏បានលាក់ខ្លួនក្បែរចាត់ដីបុរាណមួយរំពេចក្រោយមកក៏ឮសំឡេងកូនសិស្សគេនិយាយថានឹងឲ្យលោកគ្រូគឺខ្មោចស្រីនឹងនាងទៅតែស្លាប់ទេហើយជាខ្មោចស្រីក្រមុំស្លាប់តៃហោងទៀតផងគឺស្លាប់ដោយសារការចងកមកពីនាងជាក្មេងកំព្រាទើបមិនមានគ្រួសារណាធ្វើបុណ្យឲ្យគេហើយអ្នកភូមិក៏យកមកដង្កល់នៅទីនេះសិនព្រោះកន្លែងបូជាមានតែមួយហើយមួយថ្ងៃត្រូវបូជាមួយដងមួយសពព្រោះកន្លែងដុតសពនោះវាចាស់ពេកពេលនោះក៏ឮសំឡេងតាមននិយាយថាគឺអញរកអានឹងហើយពួកឯងត្រូវយកកាក់ក្នុងមាត់ខ្មោចមកឲ្យអញហើយយកទៀននេះយកទៅរោលយកខ្លាញ់របស់វាមកពេលនោះពួកគេក៏ធ្វើតាមសម្ដីរបស់គ្រូក្រោយពីធ្វើរួចរាល់លោកគ្រូរបស់គេក៏បាននិយាយថាបើរួចរាល់ហើយនោះភ្នោមួយនោះពួកឯងទៅជីកយកទាំងខ្មោចទាំងមឈូសមកគឺជីកយកទៅផ្ទះពួកគេពេលនោះក៏និយាយថាមែនក៏អីលោកគ្រូតាមនក៏តបថាអញដែលនិយាយលេងជាមួយពួកឯងពីកាលពេលដែលពួកគេកំពុងជីកនោះខ្ញុំដែលកំពុងលួចស្ដាប់ស្រាប់តែត្រជាក់ឆ្អឹងក្នុងនឹងព្រឺរោមអស់ហើយប្រពេចនោះស្រាប់តែមានអ្វីមកចាប់ជើងខ្ញុំនៅកន្លែងចែកដីបុរាណនោះខ្ញុំក៏រត់នឹងស្រែកថាខ្មោចលងហើយក៏ធ្វើឲ្យពួកគេលឺនឹងឃើញខ្ញុំតែពួកគេមិនបានតាមខ្ញុំមកនោះទេពួកគេក៏បន្តជីកចំណែកខ្ញុំពេលដែលមកដល់ផ្ទះភ័យខ្លាំងណាស់ក៏ឡើងមកលើផ្ទះតែម្ដងចោលត្រីចោលអីនៅខាងក្រោមទាំងអស់លុះរហូតដល់កណ្ដាលយប់ខ្ញុំស្រាប់តែចុកពោះរួចក៏ក្អួតឈាមនិងសន្លប់តែម្ដងទៅហើយរឿងអ្វីៗក៏ខ្ញុំលែងដឹងទៀតដែរតាឈឿនក៏និយាយរៀងខឹងថាអញប្រាប់ហើយថាគុំទៅចេះដឹងរឿងគេហើយឃើញងំទុកដាក់ខ្លួនអត់អញមិនចង់ជួយទេដល់អញ្ចឹងតាដួងក៏និយាយលួងថាគុំទៅខឹងវាអីឥឡូវវាដឹងខុសហើយពេលនេះយើងត្រូវធ្វើពិធីដើម្បីជួយវាសិនព្រោះមើលទៅអានេះវាដូចជារិស័យដាក់ណាស់ទោះយើងជួយវាបានថ្ងៃនេះថ្ងៃក្រោយក៏វាអាចគ្រោះថ្នាក់ដល់ដែរនឹងតាឈឿនក៏ឲ្យតាឌីដេកដាក់ជើងទៅមាត់ទ្វារហើយគាត់ក៏បានសូត្រភ្លុំនិងកាន់ធូបមួយបាច់គាត់សូត្រតាំងពីក្បាលរហូតដល់ចុងជើងហើយគាត់ក៏បោះធូបនោះទៅក្រោមរួចរាល់គាត់ក៏ប្រាប់ទៅតាឌីថាលែងអីហើយហាមស្រ័យខ្សែសីមាដែលគាត់ចង់ឲ្យនេះចាំដាច់ឆ្នាំចូលខែ8ចាំស្រ័យហើយទុករហូតក៏បានដែរតែដាច់ខាតកុំឲ្យវារុះមុនថ្ងៃខែកំណត់តាដែលអង្គុយមើលនោះពួកគាត់ក៏បំបីគ្នាទៅផ្ទះរៀងៗខ្លួនទៅចំណែកពួកគាត់ទាំង3ក៏ចុះទៅហូបបបរនៅខាងក្រោមផ្ទះលើក្រែមុខផ្ទះរបស់តាឈឿនគាត់ថាសម្លឹងមើលទៅផ្ទះតាមុនគឺមានភ្ញៀវចេញចូលរហូតហើយបង្អួចផ្ទះគាត់គឺមិនដែលបើកទេគឺបិទចិត្តរាល់ថ្ងៃគាត់អង្គុយបានមួយសន្ទុះក៏ឃើញអ៊ំស្រីម្នាក់ដើរចេញពីផ្ទះតាមុនហើយក៏ដើរកាត់ផ្ទះពួកគាត់ដោយជាមនុស្សស្គាល់គ្នាក៏ហៅឲ្យមកហូបបបរដំបូងគាត់ក៏ដើរចូលមកតែបំណងរបស់គាត់គឺមិនហូបបបរទេគឺគាត់មកសុំទឹកហូបពេលហូបរួចហើយតាដួងក៏សួរថាទៅណាមកណាអ្នកអើយហើយប្តីសុខសប្បាយអត់គាត់ខានទៅលេងយូរហើយអ៊ំស្រីម្នាក់នោះក៏តបថាសុខតាបងតែមួយរយៈនេះរៀងដុនដាបបន្តិចព្រោះកូនវាឈឺមិនសូវអីទេតែដល់ប្តីឈឺមួយទៀតគឺចាប់តែម្ដង
ហើយគុំតែបានគ្រូផ្ទះនោះជួយទេគុំអីមិនដឹងថាទៅជាយ៉ាងណាឡើយគឺរឿងហ្នឹងវាអញ្ចឹងផ្ទះដែលបងឯងទៅលេងហ្នឹងពីដំបូងវាមិនអីទេតែយូរទៅកូននឹងប្តីចេះតែឈឺហើយឃើញអ្វីប្លែកៗនៅលើផ្ទះរហូតហើយកូនខ្ញុំវាប្រាប់ថាមានពេលខ្លះវាឃើញមនុស្សស្រីស្លៀកក្បិនឈរចង្អុលមុខដេញវាចេញទៀតផងតែដល់ឮល្បីថាគ្រូនឹងពូកែខ្ញុំក៏ទៅសាកពឹងគាត់តែមានអីស្រាប់តែបានផលពិតមែនហើយរឿងគឺវាបែបនេះនៅពេលដែលខ្ញុំទៅដល់ផ្ទះគាត់ខ្ញុំក៏ឲ្យគាត់មើលខែឆ្នាំហើយគាត់ក៏បានប្រាប់ថាផ្ទះរបស់ខ្ញុំគឺមានព្រាយមកនៅហើយព្រាយនោះពីដំបូងគឺវានៅដើមអំពិលទេតែមិនដឹងយ៉ាងម៉េចបានជាវាចូលផ្ទះខ្ញុំបានហើយពេលហ្នឹងគ្រូម្នាក់នោះក៏បាននិយាយថាមិនអីទេចាំគាត់អន្តងហៅវាមកសួរគាត់ថាគ្រូនឹងពូកែពិតមែនមួយសន្ទុះស្រាប់តែឮសំឡេងដើរចូលមកតាមទ្វារមុខគាត់អង្គុយនៅទីនោះគឺព្រឺក្បាលអស់ហើយមួយសន្ទុះក៏ឮគ្រូនឹងនិយាយម្នាក់ឯងថាមិនបាននាងឯងទៅនៅផ្ទះគេដឹងថាផ្ទះគេមានម្ចាស់ឬអត់ហើយក៏ឮសំឡេងនិយាយតវិញតែម្ដងគាត់ថាទាំងគាត់ទាំងកូនសិស្សរបស់គ្រូនោះគឺព្រឺក្បាលអស់ហើយសំឡេងនោះបាននិយាយថាមកពីកូនម្ចាស់ផ្ទះជាអ្នកហៅគេឲ្យចូលដោយនេះទើបចាស់ពីដើមតែងតែដំណើរប្រាប់ថាម៉ោងបាយម៉ោងទឹកហាមគោះចានហាមហូបបាយពេលយប់និងហាមនិយាយលេងឬបកដៃហៅដោយមិនមានមនុស្សគឺពពួកខ្មោចព្រាយគឺវាចាំឆ្លៀតឱកាសពេលនឹងឯងបន្ទាប់ពីគ្រូនោះនិយាយចប់គាត់ក៏ឲ្យយ័ន្តមួយផ្ទាំងទៅបិទនៅកណ្ដាលផ្ទះហើយចាប់តាំងពីពេលនឹងមកគឺផ្ទះរបស់គាត់លែងមានរឿងអ្វីកើតឡើងទៀតហើយតែគាត់ចម្លែកត្រង់ថានៅកន្លែងគាត់អង្គុយទល់មុខគ្រូនោះសុទ្ធតែភក់ដែលប្រឡាក់ហើយថែមទាំងមានក្លិនស្អុយទៀតផងគាត់និយាយដល់ត្រឹមហ្នឹងក៏បាយអូហូស្ទឹងទៅដល់រឿងផ្សេងហើយមើលទៅអ៊ំស្រីម្នាក់នោះដូចជាមានរឿងលាក់បាំងតតែដួងសួរចុះសួរឡើងទើបអ៊ំស្រីម្នាក់នោះនិយាយចេញមកអ៊ំស្រីម្នាក់នោះក៏ក្រឡេកមើលឆ្វេងស្ដាំរួចក៏និយាយថាគឺគាត់ថ្ងៃនេះគឺមកយកក្រឡាប់ស្នេហ៍រកស៊ីពីគ្រូហ្នឹងដោយសារតែគ្រូហ្នឹងពូកែណាស់តែគាត់ឆ្ងល់ត្រង់ថាគ្រូហ្នឹងគាត់មានបន្ទប់មួយបាំងដោយវាំងនូននៅក្រោយអាសនៈរបស់គាត់គឺមិនឲ្យអ្នកណាចូលទៅឡើយតែគាត់ឆ្ងល់ត្រង់ថាក្នុងហ្នឹងគឺធំក្លិនស្អុយខ្លាំងណាស់ស្អុយដូចជាខ្មោចងាប់អញ្ចឹងដល់គាត់សួរទៅគ្រូនឹងថាគឺជាកន្លែងដាក់ប្រហុកផ្អកតែគាត់ឆ្ងល់ណាស់ថាក្លិននោះវាមិនដូចជាប្រហុកផ្អកទេគាត់និយាយដល់ត្រឹមហ្នឹងក៏ជុំនិយាយហើយក៏សុំលាពួកគាត់ទៅផ្ទះព្រោះប្រញាប់ទៅរកស៊ីលក់ដូរពេលដែលគេទៅបាត់តាដួងក៏និយាយថាពិតជាដូចអាឌីវានិយាយពិតមែនអាតាហ្នឹងគឺកោះខ្មោចយកមកធ្វើពិធីតែម្ដងពិតទៅពិតជាស្មុគរូបណាហើយយើងសូមដាំទៅបងប្អូនយើងទាំងអស់គ្នាថាដាច់ខាតកុំតែប៉ះពាល់គេតែបើគេមកប៉ះពាល់គ្រួសារយើងចាំគិតទៀតពួកគាត់ជជែកគ្នារួចក៏នាំគ្នាទៅលេងផ្ទះរបស់មិត្តភក្តិម្នាក់ទៀតដែលគេនៅក្នុងជួរទាហានជាមួយពួកគាត់គឺដោយសារបរិះនោះបានបបួលពួកគាត់យូរហើយថាឲ្យឈៀងចូលទៅលេងគាត់ផងហើយផ្ទះរបស់គេគឺនៅក្នុងភូមិជាមួយគ្នានឹងឯងនិយាយទៅគឺរំលងផ្ទះតាមមន់ប្រហែលជា3ផ្ទះគឺដូចខ្ញុំនិយាយអញ្ចឹងផ្ទះរបស់ពួកគាត់គឺនៅដាច់ពីគ្នាគ្រាន់តែថានៅជួរតែមួយនៅពេលនោះម៉ោងទៅតែ2ថ្ងៃទេគាត់ថាសម្លឹងមើលទៅថ្ងៃបណ្ដាកូនឡើងរੂរៀលពេញផ្លូវមួយសន្ទុះស្រាប់តែបានឃើញនារីក្រមុំ2នាក់ដែលនៅភូមិគេស្គាល់ថាជាអ្នកភូមិដែលនៅជាប់នេះគេមិនទាន់មានប្តីនោះទេគឺគេបាននាំគ្នាឡើងទៅលើផ្ទះគ្រូនោះតែពួកគាត់មិនមាត់នោះទេគឺនៅជជែកគ្នាជាមួយមិត្តភក្តិធម្មតាតែឈឿនពេលនោះក៏បានសួរទៅមិត្តភក្តិថាយ៉ាងម៉េចហើយសុខទុក្ខបរិះម្នាក់នោះក៏តបវិញថាសុខសប្បាយតាតែយប់ឡើងមិនសូវបានដេកទេព្រោះតែដល់កណ្ដាលយប់ទើបដេកបាននិយាយទៅមិនមែនតែផ្ទះគាត់មួយទេគឺផ្ទះជាប់នេះក៏អញ្ចឹងដែរតែមិនដឹងធ្វើយ៉ាងម៉េចគាត់ថាឆ្កែលូរយប់ហើយពេលខ្លះឮសំឡេងស្អីទេដើរលើដំបូលផ្ទះពួកគាត់រហូតហើយកូនរបស់យើងគឺឈឺបាត់យកទៅពេទ្យគេថាវាដេកមិនសូវគ្រប់គ្រាន់តែអញជាឪវាគឺនៅមើលកូនរាល់ថ្ងៃកូនអញគឺវាឧស្សាហ៍ដេកតាំងតែពីម៉ោង8គឺរាល់យប់តែម្ដងតាដួងក៏និយាយថាមួយរយៈនេះឃើញមានអ្នកឈឺច្រើនសូម្បីអាឌីក៏វាទៅតែនឹងជាដែរហ្នឹងបរិះនោះក៏សួរថាអាឌីវាឈឺអីតាដួងក៏និយាយថាគឺវាឈឺផ្ដាសាយពេលនោះតាឈឿនគាត់ក៏សើចបើតាឌីវិញនៅដេកលើអង្រឹងយល់ទៅយល់មកធម្មតាគាត់ហាក់បីដូចទៅតែមានកម្លាំងពេលនោះក៏ឃើញនារីក្រមុំ2នាក់ចុះមកពីផ្ទះតាមុនវិញហើយក៏ដើរទៅទាំងញញឹមទៅបាត់មួយសន្ទុះឃើញកូនសិស្សរបស់គ្រូនោះ2នាក់ចុះពីលើផ្ទះនិងសម្លឹងមកមើលមុខពួកគាត់ហើយគេក៏ឡើងទៅលើផ្ទះវិញបាត់តាឈឿនក៏និយាយទៅតាដួងថាមានការងារធ្វើទៀតហើយយើងបរិះដែលជាម្ចាស់ផ្ទះក៏សួរពួកគាត់ថាមានរឿងអ្វីមែនតែពួកគាត់ទាំង3ក៏បានលាក់មិនឲ្យបរិះនោះដឹងទេព្រោះខ្លាចគេភ័យនិងព្រួយបារម្ភពីកូនគេមុននឹងពួកគាត់ទៅវិញគាត់ក៏បានឲ្យបរិះដែលជាម្ចាស់ផ្ទះនោះយកដងរែកមកឲ្យគាត់រួចតាឈឿនក៏កាច់បំបាក់ដងរែកនោះជាពីរហើយគាត់ក៏សូត្រភ្លុំបាលីគេថារួចក៏ប្រាប់ឲ្យបរិះនោះយកទៅដាក់នៅលើធ្នឹមផ្ទះហើយគាត់ក៏បានប្រាប់គេថារបស់នេះអាចជួយនៅផ្ទះឯងបានកុំឲ្យពពួកវិញ្ញាណខ្មោចវាមកយាយីជាពិសេសគឺរឿងអំពើអំពន់ក៏មិនងាយធ្វើបាបយើងបានដែរគាត់ផ្ដែ5រួចក៏នាំគ្នាទៅផ្ទះលុះដល់យប់ឡើងគាត់មិនទាន់ចូលសម្រានទេពួកគាត់ក៏នាំគ្នាមកអង្គុយហូបស្រាថ្នាំនៅលើក្រែមុខផ្ទះរបស់តាឈឿនចំណែកប្រពន្ធកូនគាត់ក៏ចូលដំណេកអស់ដែរតែមុននឹងពួកគាត់ចុះមកហូបក៏បានផ្ដែ5រួចដែរថានឹងមានរឿងអ្វីកើតឡើងនៅយប់នេះពួកគាត់ដើរចងសីមាជុំវិញផ្ទះ
តាដួងពេលនោះក៏បបួលតាឈឿនលើកក្រែយកទៅអង្គុយក្រោមដើមអំពិលទឹកមួយដើមរួចពួកគាត់ក៏បានបង្កាត់ភ្លើងអាំងត្រីទុកខ្លែមពេលនោះគាត់ក៏បានឃើញកូនសិស្សរបស់គ្រូនោះម្នាក់ដើរមកនឹងឲ្យសម្លបកគោពួកគាត់មួយចានគេថាសម្លនេះគឺប្រពន្ធរបស់គ្រូគេស្លដោយផ្ទាល់ដៃហើយគ្រូគេក៏ផ្ដាំនឹងនិយាយថាគឺគាត់ឲ្យសម្លនេះមកផ្ទះពួកគាត់មុនគេហើយបន្តទៀតនឹងឲ្យគ្រប់ផ្ទះតែម្ដងតាឈឿនគាត់ក៏យល់ព្រោះនេះជាភាសាផ្ចាញ់ផ្ចារវាងគ្រូនិងគ្រូសូម្បីតែបុរសដែលយកសម្លនោះមកក៏គ្នាមិនយល់ផងគ្នាចេះតែនិយាយតាមអ្វីដែលគេប្រាប់តាឈឿនពេលនោះគាត់ក៏ទទួលហើយក៏និយាយផ្ដាំទៅគ្រូនោះវិញតាមរយៈបុរសនោះថាគាត់អរគុណហើយសម្លមួយចាននេះហើយបើចង់ឲ្យអ្វីទៀតឲ្យមួយយប់នេះឲ្យអស់មកគាត់គឺចាំទទួលរបស់នោះជានិច្ចបុរសនោះយកដៃឯក្បាលរួចគេក៏ដើរទៅបាត់ក្រោយពីបុរសនោះដើរទៅបាត់តាឈឿនគាត់ក៏បានចាក់សម្លនោះចូលទៅក្នុងភ្លើងហើយឃើញថាសុទ្ធតែដង្កូវហើយទឹកឡើងខ្មៅវែកហើយស្អុយរលួយទៀតផងហើយដង្កូវនៅពេលដែលវាត្រូវភ្លើងគឺលឺសូឈីវហើយគ្រូនោះគេក៏ដឹងថាពួកគាត់ប្រកាសជាមិនហូបទេគឺគ្រាន់តែគេចង់មកប្រាប់តែប៉ុណ្ណោះព្រោះគេដឹងថាអ្នកដែលដោះអំពើឲ្យតាឌីគឺជាតាឈឿននឹងឯងពួកគាត់អាំងត្រីឆ្អិនហើយក៏នាំគ្នាមកអង្គុយលើក្រែលុះរហូតដល់ម៉ោង10យប់ពួកគាត់ក៏រៀងផ្អាប់ផឹកបន្តិចព្រោះមើលទៅហូបរៀងអស់ច្រើនដែរហើយបានបន្តិចពួកគាត់ថាស្រាប់តែឃើញមនុស្សមាឌធំដើរមកពីចម្ងាយ3នាក់អត់មានស្លៀកខោអាវទេក្លិនឡើងស្អុយដើរមកហើយក៏មកឈរនៅនឹងមុខពួកគាត់ហើយឆ្កែក៏ចាប់ផ្ដើមលូតាឈឿនក៏ចង្អុលមកពូវាហើយនិយាយថាពូឯងមករកអីវាក៏តបថាម្ចាស់របស់វាឲ្យមកធ្វើបាបពួកគាត់រួចពូវាក៏ដើរចូលមកតាឈឿនពេលនោះគាត់ក៏និយាយថាបាយហ៊ានដើរមកចំហ៊ានទៀតយើងមិនធ្វើឲ្យពួកឯងចាប់ជាតិលែងបានរហូតដំបូងពូវាប្រុងដើរថយដែរតែក៏ត្រូវបានភ្លើងអ្វីម្យ៉ាងដុតពួកវាស្រែកថាអូយក្តៅណាស់ជួយផងក្តៅណាស់បន្ទាប់មកវាក៏រត់មកតែម្ដងតាឈឿនគាត់ក៏អោនក្តាប់ដីមួយដៃហើយក៏បាចទៅធ្វើឲ្យពូវាក្តៅខ្លាំងជាងមុនទៅទៀតពួកគាត់ថាខ្មោចស្រាប់តែត្រូវបានភ្លើងឆេះនៅមុខពួកគាត់តែម្ដងហើយបានមួយសន្ទុះស្រាប់តែបានឃើញមនុស្សស្រីម្នាក់ខ្លួនឡើងខ្មៅដើរមកដូចសត្វអញ្ចឹងសម្ដៅមករកពួកគាត់ថាជុំគ្រូនេះវាប្រឡែងខ្មោចមករហូតអញ្ចឹងតែគ្រូនឹងចង់សាងគំនិតអាគមរបស់គាត់ទីដឹងវាដើរមកទឹកហើយខ្មោចស្រីនឹងយំរហូតមើលទៅវាមិនដឹងថាគេចងទុកប្រើប៉ុន្មានឆ្នាំមកហើយទេហើយគាត់ដឹងទៀតថាពេលដែលគ្រូនឹងធ្វើស្នេហ៍ឲ្យគេម្ដងគឺប្រើខ្មោចស្រីនឹងឯងពេលដែលវាមកកាន់តែចឹកវាក៏ស្រាប់តែងើបឈរពេលដែលវាងើបឈរវាស្រាប់តែដោះកញ្ចក់ដៃវែងទៅហើយខ្លួនស្រាប់តែដោះរោមចេញមកដូចជាសត្វអញ្ចឹងហើយវាស្រាប់តែសោចយ៉ាងគួរឲ្យខ្លាចបន្ទាប់មកវាក៏ដើរមករកពួកគាត់យឺតតែដួងពេលនោះក៏ទាញអង្កត់អុសហើយក៏សូត្រភ្លុំរួចគាត់ក៏គប់ទៅវាតែម្ដងគឺវាឆេះដូចជាខ្មោចអំបញ្ញមិញអញ្ចឹងពេលដែលវារលាយវាក៏ខ្លាចជាកាក់ដែលគេដាក់ក្នុងមាត់ខ្មោចនោះឯងតែដួងពេលនោះក៏ប្រើឲ្យតាឌីទៅរើសយកមកទុកគាត់សម្លឹងមើលទៅលើកាក់នោះឃើញសុទ្ធតែស្នាមចាយ័ន្តបាលីគាត់ឃើញហើយគាត់ក៏ដឹងថាតានេះពូកែប្រើខ្មោចព្រីណាហើយរឿងដែលតាឌីនិយាយប្រាប់ពួកគាត់រឿងពួកគេកោះខ្មោចយកទៅផ្ទះនោះក៏ជារឿងពិត 100%ដែរគាត់ថាបាទបន្តិចគ្រូនោះពិតជាអាក្រក់ណាស់គេក៏បានប្រើកូនសិស្សរបស់គេឲ្យមកទៀតតែមកម្ដងនេះគឺមក2នាក់គេដើរមកកាន់សម្លម្នាក់មួយចានហើយមើលទៅគេដូចជាគ្មានព្រលឹងគ្មានវិញ្ញាណទេមកថ្មឹងដូចជាត្រូវបានគ្រូនោះសន្តំបាត់ទៅហើយគេដើរមកដល់ក៏យកសម្ល2ចាននោះយកមកដាក់នៅលើក្រែរួចគេក៏ដើរទៅវិញបាត់ស្មាទោសគាត់ថាគ្រូនឹងស្មោកគ្រូខ្លាំងមែនទែននៅក្នុងចានមួយមានសម្លពោពេញទៅដោយសក់មនុស្សចំណែកមួយចានទៀតមានក្របភ្នែកមានម្រាមដៃម្រាមជើងពេលនោះតាឌីស្រាប់តែក្អួតយកតែម្ដងតាឈឿនក៏និយាយទៅតាដួងថាអានេះវាគិតថាអញដូចវាមែនអញមិនមែនជាអាធ្មប់ទេអញមិនស៊ីរបស់អស់ទាំងនេះឡើយគាត់ថាគ្រូនឹងគឺចង់លួងគាត់ដើម្បីឲ្យឈប់ចេះដឹងរឿងគេបើបងប្អូនស្ដាប់មើលទៅគិតថាអាក្រក់តែបើតាមគាត់ជាគ្រូដូចគ្នាគាត់យល់ព្រោះគ្រូនោះតាមមើលទៅគេស៊ីរបស់អស់ទាំងនឹងឯងទើបគេយកមកបង្ហាញច្បាស់នៅមុខពួកគាត់ថាគេជាគ្រូអីបើតាមមើលទៅគ្រូនេះក៏មិនចង់មានរឿងជាមួយពួកគាត់ប៉ុន្មានឡើយតែដោយគាត់ធ្លាប់ឮគ្រូគាត់និយាយថាបើយើងព្រមទទួលអញ្ចឹងមានន័យថាយើងព្រមបិទភ្នែកបិទត្រចៀកធ្វើមិនដឹងមិនឮគឺដូចយើងមានចំណែកក្នុងរឿងអាក្រក់នឹងអញ្ចឹងតែឈឿនពេលនោះគាត់ក៏យកដីមួយក្តាប់ដាក់ចូលទៅក្នុងសម្លនោះរួចគាត់និយាយថាយើងមិនទទួលរបស់នេះឡើយពេលហ្នឹងសម្ល2ចាននៅនឹងមុខពួកគាត់ក៏ស្រាប់តែរលាយបាត់តែម្ដងពេលនោះគាត់ថាខែប្រាំងសោះស្រាប់តែមានខ្យល់និងរន្ទះពេញមេឃព្រោះអីតាមមើលទៅប្រហែលជាគ្រូនោះខឹងគាត់ដែលមិនព្រមទទួលនៅការគួរសមរបស់គេតែដូចបងប្អូនបានដឹងហើយបើគាត់ទទួលច្បាស់ជាខុសនៅបណ្ដាំគ្រូមិនខានតាឌីពេលនោះក៏ខិតមករកតាដួងបានបន្តិចគេក៏ឲ្យព្រាយបិសាចរបស់គេមកគាត់ថាមានរហូតចង់20ក្បាលដើរមកដូចជាខ្មោចឆៅអញ្ចឹងឆ្កែលូនឹងព្រុសពេញភូមិតែម្ដងតែដូចជាមិនមានអ្នកភូមិណាចេញមកមើលសោះបានបន្តិចតាឈឿនក៏ងើបឈរនឹងកំទ្រាំដី3ដងហើយគាត់ក៏សូត្រដាស់កម្រិតស្នៀតរបស់គាត់សូត្រហើយក៏បានចាក់នៅនឹងដីមួយរំពេចក្រោយមកព្រាយបិសាចនោះក៏ត្រូវបានប្រធរនីស្រុបគឺស្រុតចុះទៅក្នុងដីនិងត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅបន្ទាប់មកក៏រៀងស្ងាត់បានប្រហែលជាកន្លះម៉ោងក្រោយមកក៏បានឃើញគ្រូនោះដើរមកជាមួយនឹងកូនសិស្សរបស់គេដើរមករួចក៏អង្គុយចុះនៅលើដីហើយចម្ងាយរបស់ពួកគាត់គឺអាចមើលគ្នាឃើញគ្រាន់តែថាមិនសូវច្បាស់
ពេលនោះគ្រូនឹងក៏និយាយមកកាន់គាត់ទោះនៅឆ្ងាយគ្នាពិតមែនតែគេប្រាញ់យានរបស់គេមកគ្រូនឹងក៏និយាយថាដំបូងអញគិតថាមិនចង់មានរឿងមានអីជាមួយគ្នាទេតែពួកឯងដូចជាមើលរំលងការគួរសមរបស់យើងណាស់តាឈឿនជួបបារីមួយម៉ាត់ហើយក៏តបទៅវិញថាបើសិនជាយើងទទួលការគួរសមរបស់ឯងស្មើនឹងយើងក្បត់គ្រូរបស់យើងហើយយើងក៏មិនចង់មានរឿងជាមួយឯងដែរគ្រូនោះក៏តបមកវិញថាបើឯងគិតអញ្ចឹងហើយយើងក៏ឈប់គួរសមដែរចាំទទួលរបស់យើងទៅមួយសន្ទុះស្រាប់តែបានឃើញក្របីមួយក្បាលរត់មកពីចម្ងាយតាដួងគាត់ក៏ប្រាប់តាឈឿនថាទុកឲ្យគាត់ម្នាក់ឯងបានហើយតាដួងគាត់ក៏ប្រឡែងគោគាត់ទៅមួយក្បាលខ្មៅคลิกនៅពេលដែលវាកំពុងតែប្រយុទ្ធគ្នានោះគឺសឹងតែមើលច្រឡំគ្នាព្រោះពណ៌វាស្តៀងគ្នាណាមួយយកទៀតគុំតែជាខែភ្លឺទេគុំអីមើលមិនច្បាស់ឡើយគាត់ថាក្របីគ្រូនោះស្រាប់តែចេញអក្សរយន្តពណ៌មាសនៅនឹងខ្លួនតាដួងឃើញបែបនេះគាត់ក៏សោតដាស់ដូចគ្នាគឺសត្វទាំងពីរនោះត្រូវបានម្ចាស់របស់វារៀងខ្លួនសោតដាស់រឹតបន្ថែមតែកម្លាំងរបស់ក្របីវាមិនឈ្នះគោខ្មៅមួយក្បាលនោះទេគឺត្រូវបានគោនោះជល់ផងជន់ផងឡើងធ្លាយពវៀនហើយក៏រលាយបាត់ទៅចំណែកគោរបស់តាដួងគឺនៅឈរចាំទៀតគ្រូនោះគេក៏បញ្ជូនគោមកពីរក្បាលឲ្យមកចាត់ការគោខ្មៅមួយក្បាលរបស់គាត់ពេលនឹងតាដួងមិនចាំយូរឡើយគាត់ក៏ដាស់គោខ្មៅគាត់មួយក្បាលទៀតគាត់ថាគោ4ក្បាលប្រយុទ្ធគ្នាដូចនៅក្នុងរឿងអញ្ចឹងបើសិនជាអ្នកភូមិគេឮវិញគឺផ្អើមួយភូមិតែម្ដងតែនេះដោយសារគាត់ប្រយុទ្ធគ្នាបែបសិលសាស្ត្រទើបឮតែម្ចាស់អាគមតែប៉ុណ្ណោះគោ4ក្បាលនោះប្រយុទ្ធគ្នាចង់កន្លះម៉ោងមើលទៅមិនដឹងថាអ្នកណាឈ្នះអ្នកណាចាញ់ទេព្រោះថាវារលាយទាំង4តាឈឿនគាត់ក៏ប្រាប់តាដួងថាយប់ហើយបើត្រូវធ្វើអីក៏ធ្វើទៅកុំឲ្យមេឃភ្លឺតន់តាដួងងក់ក្បាលពេលនោះគាត់ក៏សូត្រដាស់ដំរី3000ក្បាល3របស់គាត់មកដោយសារតែគាត់ជាអ្នកខាងសូរិនហើយគាត់ទាំងពីរគឺបានទៅរៀនជាមួយគ្រូម៉ដំរីដែលត្រូវជាគ្រូមីរបស់គាត់នៅអាជីដែរណែនោះរៀនហើយទើបបានពួកគាត់ចូលបម្រើទ័ពគ្រាន់តែថាខ្ញុំបានរំលងយើងក៏លេចមករឿងយើងវិញដំរីក្បាល3របស់តាដួងក៏ដើរដោយលឺកណ្ដឹងទៅឈរនៅចំពីមុខរបស់ពួកគាត់ចំណែកគ្រូនោះវិញគ្រាន់តែឃើញដំរីក្បាល3គេដូចជារៀងញញើតបន្តិចហើយគេក៏បញ្ជូនខ្លាមួយគូនោះឲ្យមកដូចគ្នាខ្លានោះគ្រាន់តែរត់មកដំរីក៏ស្រែកធ្វើឲ្យខ្លាមួយគូនោះឈរថ្មឹងវាដូចជាចាញ់រឹតអំណាចរបស់ដំរីតែគ្រូនោះគេក៏បានបង្ខំខ្លាទាំងពីរគ្រាន់តែរត់មកដល់ដំរីវាក៏យកជើងទាត់ខ្លាមួយក្បាលខ្ទាតទៅឆ្ងាយចំណែកខ្លាមួយក្បាលទៀតក៏ហក់មកផ្ទះតែក៏ត្រូវបានដំរីយកភ្លុករបស់វាវាត់ឲ្យខ្លានោះរយះពោះហើយមើលទៅពួកវាដូចជាមិនហ៊ានទៀតទេវាក៏ដើរទៅរកគ្រូនោះវិញដូចជាឆ្កែដែលត្រូវបានគេវាយមួយដបងអញ្ចឹងគ្រូនោះបើកភ្នែកធំព្រោះថារបស់ដែលខ្លាំងនៅនឹងខ្លួនគេគឺខ្លាមួយគូនេះហើយតែបើជាមកចាញ់ដំរីមួយក្បាលទៅវិញគេនិយាយសារភាពថាគេចាញ់ហើយគេសុំទោសដែលមកធ្វើឲ្យភូមិស្រុករញ៉េរញ៉ៃគេសន្យាថាស្អែកហ្នឹងគេនឹងយកកាក់មាត់ខ្មោចនេះទៅប្រគល់ឲ្យប្រជាអធិការវត្តវិញនឹងយកខ្មោចដែលគេកោះមកនោះទៅដាក់នៅកន្លែងដើមហើយគេនឹងឈប់រស់នៅទីនេះទៀតហើយសុំតែទុកជីវិតឲ្យគេទៅតាដួងគាត់ក៏ប្រលុតដំរីក្បាល3របស់គាត់វិញបើសិនជាគាត់ប្រឡែងទៅគឺដឹងតែដេញជន់គ្រូនោះឈួតមិនខានតាដួងគាត់ក៏និយាយថាអើមិនអីទេឆាប់នាំគ្នារើចេញនៅថ្ងៃស្អែកទៅឲ្យឆ្ងាយគឺកាន់តែល្អគ្រូនោះនិងកូនសិស្សរបស់គេក៏បានងើបដើរទៅផ្ទះវិញចំណែកពួកគាត់ទាំង3នៅបង្ហើយស្រាតាមរបស់គាត់តតែរៀងទុនភ្នែកហើយពួកគាត់ក៏នាំគ្នាចូលផ្ទះដេករៀងខ្លួនទៅលុះភ្ញាក់ឡើងក៏ឮដំណឹងថាគ្រូនោះបានរើចេញពិតមែនចំណែកកាក់ខ្មោចគេក៏បានយកទៅទុកមុខកុដរបស់លោកឪចំណែកខ្មោចដែលគេកោះមកនោះគេក៏យកទៅដាក់នៅក្បែររណ្ដៅចាស់ធ្វើឲ្យស្អុយរលួយឡើងពេញវត្តហើយក៏ឮដំណឹងទៀតថាគ្រូនឹងគេបានទៅនៅខាងខេត្តកំពង់ឆ្នាំងគឺនៅសាលាលេខ5ហើយគេក៏បានបដូរឈ្មោះថ្មីតែខ្ញុំសូមមិនបញ្ចេញឈ្មោះព្រោះបើបញ្ចេញនឹងមានបងប្អូនមួយចំនួនស្គាល់តែគាត់ឮទៀតថាពេលដែលគេទៅនោះគឺប្រកបមុខរបរដដែលហើយខ្លាំងជាងមុនទៀតផងចំណែកមនុស្សដែលធ្លាប់ពឹងគ្រូនោះស្រាប់តែធ្លាក់ខ្លួនឈឺគ្រប់គ្នាហើយចេះតែស្រែកថាពុំមករកខ្ញុំអីខ្ញុំខ្លាចហើយពុំមករកខ្ញុំអីហើយមនុស្សដែលការៈទាំងអស់ហ្នឹងគេក៏បញ្ជូនមកវត្តទាំងអស់ដោយសារយកទៅពេទ្យគេមិនទទួលទេបាននាំគ្នាស្រែកថាគុំចូលមករហូតបើគេយកមានតែយកទៅពេទ្យវិកលចរិតលុះមកដល់លោកក៏ស្រោចទឹកស្រោចអីឲ្យគឺស្រាប់តែបារការៈនោះតែគឺបានតែមួយរយៈទេលុះព្រះអង្គមើលទៅទើបឃើញថាមនុស្សទាំងនេះគាត់តែទៅរកគ្រូអាគមព្រោះលោកជាព្រះសង្ឃមិនអាចប្រឡូកប្រឡាក់នៅរឿងមុនខ្មៅនេះបានទេលោកក៏ណែនាំគ្រូអាគម2នាក់នៅក្នុងភូមិគឺតាឈឿននិងតាដួងនឹងឯងដោយសារលោកដឹងតាំងពីគាត់មកនៅដំបងមកម្លេះហើយណាមួយលោកធ្លាប់និមន្តទៅបិណ្ឌបាតនៅមុខបន្ទាយឧស្សាហ៍ជួបគាត់ទាំងពីរណាគ្រួសារអ្នកជំងឺក្រោយពីបានការណែនាំពីលោកឪហើយពួកគេក៏នាំគ្នាទៅផ្ទះរបស់តាឈឿននិងតាដួងតែម្ដងតែចៃដន្យពួកគាត់មិនទាន់មកពីកន្លែងរកត្រីទេគឺពួកគាត់ទៅកន្លែងដែលពួកគាត់រកត្រីកាលពីដំបូងនឹងឯងតែពួកគាត់ស្គាល់ផ្លូវកាត់ថ្មីទើបអាចធ្វើដំណើរទៅមកបានលឿនគាត់ថាពេលដែលមកវិញគឺពេលល្ងាចឃើញមនុស្សឈូឈរនៅក្រៅកន្ទេលដេកពេញក្រោមផ្ទះរបស់គាត់និងផ្ទះរបស់តាដួងក្រោយពីចូលទៅដល់អ្នកភូមិគេក៏បាននិយាយថាលោកគ្រូជួយកូនខ្ញុំផងលោកគ្រូជួយប្រពន្ធខ្ញុំផងដល់គាត់សម្លឹងមើលទៅអ្នកជំងឺភាគច្រើនសុទ្ធតែជាមនុស្សស្រីហើយមើលទៅពួកគេដូចជាសន្លប់អស់ហើយពួកគាត់ទាំងពីរនាក់ក៏សុំទៅហូបបាយហូបទឹកសិនចាំរួចរាល់ចាំគាត់មកជួយពេលដែលពួកគាត់ហូបបាយហូបអីរួចរាល់គាត់ក៏ចុះមកនឹងឲ្យអ្នកជំងឺទាំង5នាក់នោះដេកទន្ទឹមគ្នាហ
ហើយស្ត្រីទាំង5នាក់នោះគឺមាននារីក្រមុំ2នាក់និងស្ត្រីមានគ្រួសារហើយ3នាក់មើលទៅប្តីនិងម្ដាយឪពុករបស់ពួកគេដូចជាបារម្ភពីសុខភាពអ្នកជំងឺខ្លាំងណាស់តែឈឿនពេលនោះគាត់ក៏យកទឹកមុនទៅប្រោះព្រំពួកគេសិនដើម្បីឲ្យពពុះវិញ្ញាណព្រាយបិសាចដែលតាមមកនោះអាចទៅម្ខាងគឺគាត់មិនមានបំណងទៅកំចាយប្រលឹងពួកគេទេគឺគាត់ចង់សួរដំណើរដើមតងសិនទើបគាត់កាត់ក្តីតាមក្រោយគាត់ប្រោះព្រំរហូតដល់តែពួកគេដឹងខ្លួនឡើងវិញហើយពួកគេក៏ទាររកទឹករកអីផឹកតែឈឿនក៏សួរទៅនារីក្រមុំម្នាក់ថាបានធូរខ្លះទេក្មួយហើយមានបញ្ហាអីបានទៅដល់ថ្នាក់នេះហើយមានចាំរឿងអីខ្លះអត់នារីម្នាក់នោះក៏ងើបអង្គុយហើយក៏និយាយទាំងយំថាជួយខ្ញុំផងលោកគ្រូជួយខ្ញុំផងតែឈឿនថាពូដឹងតែជួយហើយតែពូសួរក្មួយសិនថាមានរឿងអីពីដំបូងនាងក៏តបថាគឺពីមុនពួកខ្ញុំទាំងពីរនាក់បងប្អូនមិនដែលជួបរឿងបែបនេះទេតែតាំងពីពួកខ្ញុំទៅជួបគ្រូអាគមម្នាក់នៅខាងលិចភូមិនឹងមកគឺស្រាប់តែពួកខ្ញុំជួបរឿងបែបនេះដំបូងគឺមិនមានរឿងអីទេគឺធម្មតាហើយខ្ញុំចង់បានអីគឺដូចបំណងណាពីដំបូងខ្ញុំពីរនាក់បងប្អូនបានទៅសុំឲ្យគ្រូនោះចារសារការនៅលើមុខនិងសុំប្រមូលរកស៊ីដោយសារផ្ទះរបស់នាងគឺជាអ្នករកស៊ីលក់ដូរពេលដែលយកទៅដំបូងគឺពិតជាស័ក្តិសិទ្ធិណាស់ក្រមួននោះពេលដែលលាបនៅនឹងមុខគឺមានភ្ញៀវពេញតូបរហូតតែក្រមួននោះឆ្អាបណាស់លុះរហូតដល់ពេលយប់ពេលដែលខ្ញុំដេកជាមួយប្អូនស្រីកំពុងតែដេកសុកខ្ញុំក៏ភ្ញាក់ពេលនោះខ្ញុំស្រាប់តែក្រឡេកទៅប្អូនស្រីរបស់ខ្ញុំគឺឃើញនាងអត់មានក្បាលទេហើយខ្ញុំក៏យករឿងនេះទៅប្រាប់គ្រូនឹងតែគ្រូនឹងថាអត់អីទេគាត់មិនលាក់ឡើយរបស់ដែលគាត់ឲ្យទៅនោះគឺព្រាយវាជាអ្នកជួយដូចនេះគេមិនធ្វើបាបយើងឡើយគ្រាន់តែគេឲ្យយើងឃើញហើយពួកនឹងមិនមែនមកស្អាតទេពេលខ្លះក៏មកមុខអាក្រក់ពេលខ្លះក៏មកដាច់ក្បាលក៏មានដែរហើយពេលខ្លះខ្ញុំកំពុងតែដេកនោះស្រាប់តែឃើញមនុស្សស្រីឈរនៅជុំវិញគ្រែហើយសក់ក្បាលធំណាស់តែនាងចេះតែទ្រាំទៅព្រោះស្ដាប់តាមសម្ដីរបស់គ្រូប៉ុន្តែនៅពេលដែលពួកខ្ញុំមករកគ្រូនឹងទៀតស្រាប់តែគាត់រើផ្ទះបាត់បែបនេះនាងមិនដឹងថាតើពឹងអ្នកណាទៀតទេហើយចាប់តាំងពីពេលនឹងមកព្រាយដែលនៅក្នុងក្លាប់នោះស្រាប់តែលងបន្លាចពីអ្នកបងប្អូននាងរាល់ថ្ងៃពេលខ្លះប្អូនរបស់នាងឡើងទៅចងកក៏មានដែរគុំតែបានឪពុកម្ដាយឃើញតាន់ទេគុំអីដឹងតែប្អូនរបស់នាងស្លាប់មិនខានហើយរឿងគឺវាបែបនេះសូមលោកគ្រូជួយផងតែឈឿនដកដង្ហើមធំនិងនិយាយថានេះហើយគឺរឿងស្នេហ៍ស្នូកប្រភេទនមូនអាគមអស់នេះគឺគេប្រើខ្មោចនិងប្រើព្រាយដើម្បីឲ្យមកជួយហើយព្រាយអស់ហ្នឹងគឺវាខ្លាចតែអ្នកចាប់វាមកទេលុះពេលអ្នកចាប់វាទៅបាត់អ្នកដែលរងទុក្ខគឺយើងនឹងឯងហើយវីដេអូនេះខ្ញុំក៏ចង់ផ្ដាំទៅបងប្អូនដែរថាកុំសូវទៅរកគ្រូស្នេហ៍ស្នូកពេកប្តីប្រពន្ធអោបនៅនឹងដើមទ្រូងមានតែយើងទេទើបដឹងពីគ្រួសារយើងច្បាស់យើងធ្វើតែល្អទៅមកទៅគ្រួសារមិនបែកបាក់ទេហើយកុំសូវស្ដាប់សម្ដីឬក៏មាត់អ្នកដទៃច្រើនពេកបងប្អូនអ្នករកស៊ីវិញក៏អញ្ចឹងដែររាក់ទាក់ដាក់ភ្ញៀវក្រចកដៃក្រចកជើងកាត់ឲ្យស្អាតរៀបកន្លែងលក់ឲ្យមើលទៅតាក់ទាញសម្ដីល្អនិងចេះគោរពភ្ញៀវរៀបចំខ្លួនឲ្យស្អាតបាទបាញ់ទឹកអប់ឲ្យក្រអូបមិនខ្វះទេភ្ញៀវក៏ឡែកមកសាច់រឿងយើងវិញនាងនិយាយរួចក៏ដេកទៅបាត់បន្ទាប់មកគាត់ក៏សួរទៅស្ត្រីម្នាក់ដែលជួបគាត់កាលពីប្រហែលថ្ងៃមុននោះឯងដែលអួតថាគ្រូនោះពូកែពេញមាត់អ៊ំស្រីម្នាក់នោះមើលទៅរៀងខ្សោយជាងគេហើយថែមទាំងឆ្លោះដៃទៀតផងមិនដឹងថាគាត់ទៅត្រូវនឹងអ្វីមកទេអ៊ំស្រីម្នាក់នោះក៏និយាយថាគាត់ក៏ជួបរឿងស្រដៀងនឹងមីអូននោះដែរគ្រាន់តែថាវាជន់គ្នាតែម្ដងទាំងព្រាយដែលមកនៅផ្ទះគាត់និងព្រាយដែលនៅក្នុងក្រមួននេះគឺមកទាំងអស់តែម្ដងហើយដៃដែលឆ្លោះនេះគឺមានថ្ងៃមួយពេលដែលគាត់កំពុងតែដេកនៅលើផ្ទះសុកស្រាប់តែពួកវាសែងគាត់បោះពីលើផ្ទះតែម្ដងពុំតែបោះទៅនៅលើស្មៅទេចុះបោះទៅលើថ្មប្រហែលជាគាត់ស្លាប់មិនខានអ្នកដែលអង្គុយស្ដាប់នោះម្នាក់គឺព្រឺក្បាលអស់ហើយព្រោះពេលអង្គុយស្ដាប់នោះគឺនៅពេលយប់ពេលហ្នឹងស្ត្រីម្នាក់នោះក៏និយាយថានោះវាមកទៀតហើយតាឈឿនគាត់ក៏ប្រាប់ថាកុំខ្លាចអីគាត់នៅទីនេះហើយក្រោយពីស្ដាប់ពួកគេទាំង5នាក់និយាយចប់គាត់ក៏ក្តោបស្ថានភាពបាន 100% គាត់ថាព្រាយទាំងនេះគ្នាគ្មានកំហុសទេអ្នកដែលខុសគឺអ្នកដែលចាប់ពួកវាមកនោះឯងគាត់ក៏ប្រាប់ឲ្យមនុស្សដែលអង្គុយស្ដាប់នោះអែបទៅម្ខាងគាត់នឹងហៅព្រាយនោះមកសួរទាំងអស់តែម្ដងអ្នកភូមិដែលមកមើលនោះគេក៏យកដៃទប់ចំមុខទាំងអស់គ្នាគេថាស្អុយណាស់តាឈឿនក៏បោះដៃទៅក្រៅហើយគាត់ក៏និយាយថានាំគ្នាអង្គុយចុះមកមើលអញសួរបន្តិចតើពួកឯងនៅកន្លែងណាហើយនៅទីទួលណាដែរពេលហ្នឹងគឺតាឈឿនគាត់និយាយម្នាក់ឯងទេគឺគាត់ឆ្លើយឆ្លងជាមួយពពួកខ្មោចព្រាយនោះរួចគាត់ថាចាំអញជួយស្រាយតែឥឡូវពួកឯងនាំគ្នាដោះលែងពួកគេទៅបើពួកឯងនៅក្នុងខ្លួនគេអញ្ចឹងពិបាកតែខ្លួនឯងទេហើយអញក៏ជួយមិនកើតដែរពេលដែលគាត់ស្រាយគេហើយគាត់ក៏បញ្ជូនគេទៅបាត់ហើយម្នាក់ដែលកំពុងដេកឈឺនោះក៏រៀងធូរនិងមានកម្លាំងជាងមុនហើយក្លិនស្អុយនោះក៏បាត់ដែរហើយចាប់តាំងតែពីពេលនោះមកពួកគាត់មើលជំងឺពួកគេទាល់តែជារហូតដល់ថ្ងៃដែលពួកគាត់ត្រូវចូលបម្រើក្នុងជួរកងទ័ពវិញគ្រាន់តែថាពួកគាត់មិនសម្រាកក្នុងមន្ទីរឡើយគឺគាត់មកសម្រាកនៅផ្ទះហើយរឿងរបស់យើងក៏ចប់ត្រឹមនេះសូមអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គងនៅក្នុងអត្ថបទសូមអរគុណនិងសូមជម្រាបលា